បាទសួស្តីបងម៉ែបងប្អូនប្រជាកសិករបាទថ្ងៃនេះថ្ងៃទី19ខែធ្នូឆ្នាំ2025បាទហើយថ្ងៃនេះដែរក្រុមការងាររបស់យើងបានយកជីកសិកម្មមិត្តភាពមកធ្វើស្រែបង្ហាញជូនពូកសិករដែលស្ថិតនៅក្នុងឃុំព្រៃកបាស់បាទស្រុកព្រៃកបាស់ខេត្តតាកែវបាទហើយនេះដែរគឺជាដងដើមឬស្រូវបាទដែលស្រូវនេះគឺគាត់ព្រោះកាលពីថ្ងៃទី4បាទកាលពីថ្ងៃទី4ខែធ្នូឆ្នាំ2025ហើយមកទល់មកដល់ថ្ងៃនេះគឺស្រូវអាយុ15ថ្ងៃហើយបាទត្រូវការ CG ហើយស្លឹកក៏រៀងពណ៌លឿងបាទចុងស្លឹកអញ្ចឹងទៅតាមទម្លាប់កសិករនៅនេះគឺគេបាចអ៊ុយរ៉េលាយជាមួយនឹង DAP អញ្ចឹងយើងធ្វើទៅតាមទម្លាប់របស់គាត់ដើម្បីយើងបង្ហាញឲ្យឃើញអំពីប្រសិទ្ធភាពហើយនិងគុណភាពនៃជីអ៊ុយរ៉េ DAP របស់ជីកសិកម្មមិត្តភាពបាទដែលក្រុមការងារយើងកំពុងតែរៀបចំបាទ